ហើយយើងដាក់វត្តរដូវចបងការីស្របំប្រងជំរាបសួរហើយនឹងសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដែលយើងធ្វើដំណើរទៅលេងកម្សាន្តនៅភ្នំគិរីរម្យនៅក្នុងរដូវវស្សានេះឃើញថាទេសភាពល្អស្អាតហើយតើតើនឹងបរិយាកាសជុំវិញក៏ធ្វើឲ្យយើងស្រស់ស្រាយជាពិសេសនៅពេលដែលយើងបំពេញការងារច័ន្ទសុក្រហើយយើងទំនេរសៅរ៍អាទិត្យយើងអាចឆ្លៀតពេលទៅធ្វើដំណើរកម្សាន្តហើយណាមួយវានៅជាគៀកនឹងទីក្រុងភ្នំពេញយើងផងតែអញ្ចឹងយើងមិនពិបាកក្នុងការធ្វើដំណើរដើម្បីឲ្យកាត់ stress ផងហើយយើងធ្វើការងាររាល់ថ្ងៃផងហើយបានទៅធ្វើដំណើរកន្លែងដ៏ស្រស់ស្អាតហើយជាពិសេសនៅក្នុងរដូវវស្សាចេះផងគឺទេសភាពលីឡំនឹងស្មៅស្រស់ស្អាតពណ៌បៃតងចម្រុះនេះអញ្ចឹងទៅហើយបូករួមនឹងបរិយាកាសល្អធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយហើយយើងទៅបំពេញលេងដំណើរកម្សាន្តនេះជាមួយក្រុមការងារទៀតកាន់តែឲ្យយើងមានភាពស្រស់ស្រាយហើយយើងបង្កើតនៅអនុស្សាវរីយ៍ល្អៗជាមួយគ្នានៅពេលដែលយើងត្រឡប់មកវិញការបំពេញការងាររបស់យើងក៏កាន់តែល្អប្រសើរដែរអញ្ចឹងបងប្អូនអាចទំនេរពីការងារអាចទៅចូលរួមធ្វើដំណើរកម្សាន្តមិនថានៅទីណាទេយើងអាចទៅធ្វើដំណើរកម្សាន្តដើម្បីបន្ធូរអារម្មណ៍ខ្លះព្រោះពេលដែលយើងបំពេញការងារពេកយើងអាចនឹងមានបញ្ហា stress ខ្លាំងពេលដែលកំឡុងពេលបំពេញការងារនៅពេលដែលយើងបានធ្វើដំណើរកម្សាន្តហើយយើងបានគយគន់ជាមួយទេសភាពដ៏ស្រស់ស្អាតហើយនឹងស្រូបយកខ្យល់អាកាសល្អៗបែបនេះធ្វើឲ្យអារម្មណ៍យើងធូរស្បើយហើយយើងមកកន្លែងការងាររបស់យើងវិញក៏យើងអាចបំពេញការងាររបស់យើងបានល្អប្រសើរចឹងអ្នកទាំងអស់គ្នាអាចមើលនៅវីដេអូ vlog ខ្លីនេះបានឃើញថាទេសភាពពេលព្រឹកពេលល្ងាចពេលយប់ហ្នឹងគឺស្រស់ស្អាតជាពិសេសពេលថ្ងៃរះមកអូស្អាតមែនតើហើយមើលទេសភាពពីលើភ្នំគិរីរម្យកន្លែងនេះកន្លែងដែលយើងអង្គុយញ៉ាំកាហ្វេយើងមើលទៅឃើញសិតតែព្រៃប្រឹក្សាលេឡំជាមួយទេសភាពព្រៃភ្នំស្អាតហើយបូករួមនឹងពពកហើយមេឃមានអាប់តិចតិចហើយមើលមកគឺធ្វើអារម្មណ៍យើងស្រស់ស្រាយចឹងសង្ឃឹមថាបងប្អូនអាចឆ្លៀតពេលទៅនេពីកិច្ចការងាររយៈពេលខ្លីអាចទៅទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានផ្សេងៗអរគុណជំរាបលា